នៅក្នុងសប្តាហ៍នេះអ្នកខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Getting It Done សៀវភៅនេះនឹងបង្រៀនអ្នកពីរបៀបដឹកនាំមនុស្សដែលមានឋានៈតួនាទីប្រហាក់ប្រហែលគ្នាធ្វើបែបណាទើបអាចដឹកនាំពួកគេឲ្យធ្វើការងារសម្រេចបានជោគជ័យទោះបីជាអ្នកមិនមែនជាថ្នាក់ដឹកនាំក៏ដោយអ្នកនិពន្ធសៀវភៅនេះគឺលោក Roger Fisher ដែលជាអ្នកទទួលខុសត្រូវលើគម្រោងចរចារបស់សាកលវិទ្យាល័យ Harvardគាត់ធ្លាប់បានចេញសៀវភៅពីរក្បាលរួចមកហើយដែលសុទ្ធតែជាសៀវភៅលក់ដាច់ខ្លាំងនៅជុំវិញពិភពលោកដូចជាសៀវភៅ Getting to Yes និង Beyond Reason ជាដើមសុទ្ធតែជាសៀវភៅល្បីៗដែលនិយាយពីការចរចាចំណែកឯសៀវភៅមួយក្បាលនេះនឹងធ្វើការជជែកវែកញែកពីបញ្ហាមួយគឺតើធ្វើបែបណាទើបអាចឲ្យមនុស្សមួយក្រុមធ្វើការងារជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាពជាពិសេសនៅពេលដែលអ្នកមិនមែនជាអ្នកដឹកនាំគេតើធ្វើយ៉ាងណាទើបអាចឲ្យពួកគេធ្វើការងារចុះសម្រុងគ្នាជាពិសេសជាមួយនឹងមិត្តរួមការងារដែលមានតំណែងប្រហាក់ប្រហែលគ្នាសូម្បីតែពេលខ្លះអ្នកទៅដើរលេងជាមួយនឹងក្រុមគ្រួសារឬក៏ចេញរកស៊ីជាមួយនឹងមិត្តភ័ក្តិសុទ្ធតែត្រូវការជំនាញនៃការចរចាជាមួយអ្នកដែលមានឋានៈនិងតួនាទីប្រហាក់ប្រហែលគ្នានេះដែរបើអ្នកគឺជាថៅកែគេជាអ្នកចាំបើកប្រាក់ខែឲ្យគេនិយាយស្រួលស្ដាប់គ្នាទេព្រោះអ្វីដែលអ្នកនិយាយគឺសុទ្ធសឹងជាបញ្ជាទៅហើយប៉ុន្តែចំពោះអ្នកដែលមានឋានៈតួនាទីប្រហាក់ប្រហែលនឹងអ្នកមិត្តភ័ក្តិបងប្អូនឬក៏ជាមិត្តរួមការងារនេះចង់ដឹកនាំពួកគេឲ្យធ្វើអ្វីមួយដែលអ្នកចង់បានមិនមែនជារឿងមួយដែលងាយស្រួលនោះឡើយនៅក្នុងការដឹកនាំតាមបែបប្រពៃណីតែងតែមានឋានៈលើឋានៈក្រោមមានមេមានកូនចៅប៉ុន្តែនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងថាតាមពិតទៅនៅក្នុងការដឹកនាំមិនចាំបាច់ឲ្យមានឱវាទលើក្រោមអ្វីនោះទេទោះបីជាមានឋានៈស្មើគ្នាក៏ដោយឲ្យតែយើងចេះតិចនិចនៃការដឹកនាំខ្លះៗក៏យើងអាចដឹកនាំគេបានដែរសមត្ថភាពនេះមិនទាមទារឲ្យអ្នកប្រើប្រាស់អំណាចឬឋានៈតួនាទីរបស់អ្នកទេប៉ុន្តែវាគឺជាកិច្ចសហការច្រើនជាងការដែលអាចសហការគ្នាធ្វើការងារជាមួយគ្នាសម្រេចបានគោលដៅរួមគ្នាមិនមែនជារឿងមួយដែលងាយស្រួលឡើយបើទោះបីជាអ្នកជាមេគេមានឋានៈមានតួនាទីអាចបញ្ជាក្រុមការងារឲ្យធ្វើតាមគំនិតរបស់អ្នកក៏ដោយក៏មិនប្រកាសថាអាចធ្វើវាបានសម្រេចដែរនេះដោយសារតែមនុស្សម្នាក់ៗមានកម្រិតនៃការយល់ដឹងបទពិសោធន៍និងអត្តចរិតផ្សេងគ្នាដែលធ្វើឲ្យពេលសហការគ្នាសម្រាប់ចាត់ធ្វើការងាររួមគ្នាតែងតែជួបប្រទះនឹងបញ្ហាដូច្នេះបានជានៅក្នុងស្ថាប័នភាគច្រើនជួបប្រទះនៅរឿងបែបនេះនៅពេលប្រជុំនិយាយពីផែនការគ្រប់គ្នាសាទរនឹងមានធម៌ពលណាស់ប៉ុន្តែដល់ពេលប្រជុំចប់ចេញទៅធ្វើការរៀងខ្លួនដដែលហាក់ដូចជាគ្មានអ្វីប្រែប្រួលបន្តិចសោះហើយនៅពេលខ្លះទៀតការងារបានបែងចែកគ្នារួចទៅហើយប៉ុន្តែអ្នកខ្លះមិនបានអើពើឬមិនបានផ្ដល់នៅព័ត៌មានឲ្យគ្នាទៅវិញទៅមកគ្មានការពិនិត្យតាមដានការងាររហូតដល់ពេលខ្លះលទ្ធផលការងារដែលចេញមកវាផ្ទុយស្រឡះឬខុសទាំងស្រុងពីអ្វីដែលគ្រប់គ្នាចង់បានដោយសារតែការនិយាយមិនបានច្បាស់ជាមុននេះឯងដោយសារតែបញ្ហាគួរឲ្យឈឺក្បាលទាំងនេះហើយបានជាមនុស្សមួយចំនួនមិនចូលចិត្តធ្វើការងារឬរកស៊ីជាក្រុមនោះទេសុខចិត្តធ្វើតែម្នាក់ឯងមិនមានការសហការជាមួយនឹងអ្នកណាឡើយតែអ្នកនិពន្ធយល់ថាសហការគ្នាមិនបានល្អដោយសារតែអ្នកមិនចេះពីវិធីដឹកនាំបើសិនជាអ្នកប្រើវិធីសាស្ត្រត្រូវទោះបីអ្នកមិនមែនជាថ្នាក់ដឹកនាំគេក៏ដោយក៏អ្នកនៅតែអាចដឹកនាំមនុស្សមួយក្រុមឲ្យធ្វើការជាមួយគ្នាសហការគ្នាសម្រាប់កិច្ចការងារបានដោយជោគជ័យដែរចុះធ្វើយ៉ាងណាទើបអាចមានសមត្ថភាពបែបនេះទៅអ្នកនិពន្ធបានណែនាំនៅ3ចំណុចសំខាន់ទី1បណ្ដុះសមត្ថភាពទី2កំណត់នូវគោលដៅឲ្យបានច្បាស់លាស់និងទី3បង្កើនឥទ្ធិពលដល់អ្នកដទៃឥឡូវនេះយើងមកធ្វើការស្ដាប់ពីខ្លឹមសារលម្អិតម្ដងមួយប្រសិនបើជាអ្នកខ្លួនឯងធ្វើការងារគ្មានប្រសិទ្ធភាពគ្មានវិន័យគ្មានគោលការណ៍តើអ្នករំពឹងថាខ្លួនឯងអាចនឹងដឹកនាំអ្នកដទៃឲ្យសម្រេចកិច្ចការងារមួយបានទេប្រកាសជាមិនអាចទៅរួចទេជាក់ស្ដែងមនុស្សភាគច្រើនមិនអាចសហការធ្វើការជាមួយអ្នកដទៃបានរលូនដោយសារតែសមត្ថភាពរបស់ខ្លួននៅមានកម្រិតឧទាហរណ៍ដូចជានៅពេលដែលអ្នកយកបានគម្រោងមួយនៅក្នុងដៃអ្នកមិនដឹងថាត្រូវចាប់ផ្ដើមធ្វើពីណាទៅណាមុននោះទេនៅពេលដែលអ្នកធ្វើការងារតែម្នាក់ឯងវាមិនជាបញ្ហាទេប៉ុន្តែដល់ពេលដែលអ្នកធ្វើការងារជាក្រុមចាប់ពី2អ្នកឡើងទៅគឺចាប់ផ្ដើមមានបញ្ហាខ្វែងគំនិតគ្នានេះដោយសារតែអ្នកមិនចេះរៀបចំផែនការអនុវត្តឲ្យបានត្រឹមត្រូវដូច្នេះជំហានដំបូងបំផុតក្នុងការដឹកនាំអ្នកដទៃឲ្យសម្រេចកិច្ចការងាររួមនោះគឺខ្លួនឯងអ្នកត្រូវមានសមត្ថភាពជាមុនសិន
ចុះធ្វើបែបណាទើបអាចបង្កើនសមត្ថភាពខ្លួនឯងបានទៅដំបូងយើងត្រូវសួរខ្លួនឯងសិនថាអ្នកត្រូវដកខាត់ទៅលើសមត្ថភាពអ្វីខ្លះវាមិនខុសពីពេលដែលអ្នកចង់ចេញដំណើរទៅកន្លែងណាមួយនោះទេគឺអ្នកត្រូវមានផែនទីនៅក្នុងដៃជាមុនសិនអ្នកនិពន្ធយល់ថាសមត្ថភាពរបស់មនុស្សយើងម្នាក់ៗបែងចែកជា5នោះគឺសមត្ថភាពក្នុងការកំណត់គោលដៅសមត្ថភាពក្នុងការត្រិះរិះពិចារណាសមត្ថភាពក្នុងការរៀនសូត្រអភិវឌ្ឍខ្លួនសមត្ថភាពក្នុងការយកចិត្តទុកដាក់ធ្វើរឿងអ្វីមួយនិងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់សមត្ថភាពទាំង5នេះតតែត្រូវការសៀវភៅ5ក្បាលទើបនិយាយអស់សាច់រឿងប៉ុន្តែសមត្ថភាពមួយដែលសំខាន់ជាងនេះទៅទៀតនោះគឺសមត្ថភាពក្នុងការដោះស្រាយបញ្ហាធ្វើបែបណាទើបអាចបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានទៅអ្នកនិពន្ធបានណែនាំនៅវិធីសាស្ត្រមួយដែលនេះគេហៅថាវិធីសាស្ត្រចតុកោណយើងមកមើលពីវិធីសាស្ត្រនេះទាំងអស់គ្នាយើងស្រមៃទៅមើលចតុកោណដែលមាន4ជ្រុងហើយត្រូវបានពុះជា4ចំណែកដែលមានអដេកនិងអឈរផ្នែកខាងលើនិងផ្នែកខាងក្រោមនៃអដេកយើងហៅថាជាការពិតនិងទ្រឹស្ដីរីឯផ្នែកខាងឆ្វេងនិងផ្នែកខាងស្ដាំនៃអឈរវិញយើងហៅថាជាអតីតកាលនិងអនាគតកាលធ្វើបែបនេះនៅពេលដែលយើងត្រិះរិះពិចារណាទៅលើរឿងអ្វីមួយយើងអាចគិតបានទាំងអ្វីដែលជាការពិតនិងទ្រឹស្ដីហើយក៏បានគិតទាំងបទពិសោធន៍ពីអតីតកាលនិងអ្វីដែលយើងនឹងធ្វើនាពេលអនាគតដែរនៅពេលអនុវត្តជាក់ស្ដែងអ្នកនឹងធ្វើការពិចារណាតាមជំហានដូចខាងក្រោមនេះជំហានទី1វិភាគពីបញ្ហានេះគឺជាការបរិយាយពីរឿងដែលកើតមានឡើងនាពេលអតីតកាលជំហានទី2វិភាគពីមូលហេតុនេះគឺរកឲ្យឃើញពីហេតុផលដែលធ្វើឲ្យកើតមាននៅរឿងនេះឡើងជំហានទី3ស្វែងរកដំណោះស្រាយគឺជាការរកវិធីសាស្ត្រឬក៏យុទ្ធវិធីដើម្បីដោះស្រាយបញ្ហាមួយនេះនិងជំហានទី4បំបែកដំណោះស្រាយជាជំហាននេះគឺជាផែនការអនុវត្តអ្នកប្រកាសជាយល់ថាវិធីទាំងនេះវាសាមញ្ញពេកហើយដូចជាគ្មានអ្វីអស្ចារ្យនោះទេប៉ុន្តែអ្នកត្រូវដឹងថាជាទូទៅអ្វីដែលអាចជួយអ្នកឲ្យដោះស្រាយបញ្ហាបានគឺសុទ្ធតែជារឿងរ៉ាវសាមញ្ញដោយសារតែវាសាមញ្ញនិងងាយស្រួលនេះឯងទើបវាងាយស្រួលក្នុងការអនុវត្តអ្វីដែលសំខាន់គឺវាមានប្រសិទ្ធភាពចំពោះការដោះស្រាយបញ្ហារបស់អ្នកឧទាហរណ៍ថាក្រុមហ៊ុនរបស់អ្នកបានចាត់ឲ្យអ្នកនិងផ្នែកផ្សេងទៀតរួមគ្នាធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំក្រោយប៉ុន្តែឆ្លងកាត់ការប្រជុំជាមួយនឹងផ្នែកផ្សេងទៀត3ដងទៅហើយនៅតែមិនទាន់ទទួលបានលទ្ធផលអ្វីសោះរាល់ពេលប្រជុំឲ្យតែអ្នកលើកឡើងនៅគំនិតអ្វីមួយផ្នែកផ្សេងទៀតដូចជាមិនសូវជាគ្រប់គ្រងគំនិតរបស់អ្នកសោះហើយនៅពេលដែលគេលើកឡើងជាសំណើអ្វីមួយមកវិញអ្នកគិតថាវាដូចជាមិនសមហេតុសមផលមិនជាស្របទៅនឹងគោលបំណងនៃការប្រជុំសោះនិយាយរួមប្រជុំចំណាយពេលអស់រាប់ម៉ោងប៉ុន្តែនៅតែមិនអាចឈានទៅរកគោលដៅរួមគ្នាមួយឃើញឡើយឥឡូវនេះដល់ការប្រជុំលើកទី4យើងអាចសាកល្បងមកប្រើនៅយុទ្ធសាស្ត្រចតុកោណវិញម្ដងទៅមើលថាតើវានឹងទទួលបានលទ្ធផលអ្វីខ្លះជំហានទី1កុំទាន់អាលប្រញាប់ប្រញាល់លើកឡើងពីសំណើរបស់អ្នកឲ្យសោះប៉ុន្តែត្រូវបញ្ជាក់ឲ្យច្បាស់ជាមួយអ្នកទាំងអស់គ្នាសិនថាបញ្ហាស្ថិតនៅក្នុងចំណុចណាអ្នកអាចចាប់ផ្ដើមសួរសំណួរទៅកាន់ពួកគេថាខ្ញុំគិតថាការកំណត់ផែនការសកម្មភាពនៅឆ្នាំក្រោយនេះមិនមែនជាកិច្ចការលំបាកណាស់ណាទេប៉ុន្តែយើងប្រជុំ3ដងទៅហើយការងារនៅតែមិនទៅមុខដដែលតើអ្នកទាំងអស់គ្នាគិតថាបញ្ហាវាស្ថិតនៅត្រង់ចំណុចណាព្រោះគ្រប់គ្នាមិនចង់ចំណាយពេលមកអង្គុយប្រជុំយូរហើយច្រើនដងបែបនេះទេនៅពេលដែលយើងលើកឡើងជាសំណួរបែបនេះគ្រប់គ្នានឹងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយនេះបន្ទាប់មកទៀតយើងចូលមកដល់ជំហានទី2វិភាគពីមូលហេតុតើមកពីអ្វីបន្ទាប់មកប្រាប់ពីគំនិតរបស់អ្នកទៅកាន់ពួកគេហើយលើកទឹកចិត្តឲ្យពួកគេពិភាក្សារកពីមូលហេតុទាំងនេះជាឧទាហរណ៍អ្នកអាចនិយាយបែបនេះថាបញ្ហាដែលយើងមិនអាចឈានទៅដល់ការពិភាក្សារួមគ្នាមួយបានពេលខ្លះមកពីពួកយើងមិនយល់ពីចក្ខុវិស័យគោលដៅឬក៏បេសកកម្មរបស់ក្រុមហ៊ុនដូច្នេះអ្នកត្រូវលើកនៅរឿងនេះនិយាយប្រាប់អ្នកទាំងអស់គ្នាម្ដងទៀតដើម្បីជាការរំលឹកទៅកាន់ពួកគេព្រោះថាការកំណត់នៅផែនការសកម្មភាពសម្រាប់ឆ្នាំក្រោយប្រសិនបើជាមិនបានយល់ពីចក្ខុវិស័យទេនោះវានឹងអាចធ្វើឲ្យយើងដើរខុសពីគោលដៅហើយនេះគឺជាមូលហេតុដែលធ្វើឲ្យគ្រប់គ្នាមិនអាចឈានទៅដល់ការពិភាក្សារួមគ្នាមួយបានបន្ទាប់មកយើងចូលមកដល់ជំហានទី3គឺការវិភាគរកដំណោះស្រាយឧទាហរណ៍ថាដើម្បីអាចសម្រេចបាននូវបេសកកម្មរបស់យើងតើឆ្នាំក្រោយយើងត្រូវធ្វើអ្វីខ្លះឆមាសទី1ត្រូវសម្រេចនូវគោលដៅហិរញ្ញវត្ថុប៉ុន្មាន
ចាប់យកចំណែកទីផ្សារប៉ុន្មានភាគរយឬក៏ពង្រីកឲ្យបានប៉ុន្មានសាខាជាដើមសរសេរចេញនៅដំណោះស្រាយ2ទៅ3ដើម្បីសម្រេចនូវគោលដៅទាំងនេះបន្ទាប់មកជំហានចុងក្រោយគឺបែងចែកការងារទៅតាមផ្នែកនីមួយៗត្រូវប្រាកដថាគ្រប់គ្នាបានដឹងច្បាស់នៅអ្វីដែលខ្លួនត្រូវធ្វើហើយកុំភ្លេចមានវិធានការតាមដានការអនុវត្តការងារផងឃើញថាការធ្វើបែបនេះគឺយើងអាចដឹងតាំងពីអ្វីដែលយើងចង់បានដឹងពីអ្វីដែលយើងមានជាក់ស្ដែងអ្វីដែលបានកើតមានឡើងនិងអ្វីដែលជាផែនការទៅថ្ងៃអនាគតវិធីសាស្ត្រចតុកោណនេះមិនត្រឹមតែជាឧបករណ៍សម្រាប់ឲ្យអ្នកធ្វើការវិភាគត្រិះរិះប៉ុណ្ណោះទេប៉ុន្តែអាចនិយាយបានថាវាគឺជាសៀវភៅណែនាំឲ្យអ្នកចេះដោះស្រាយបញ្ហាប្រកបដោយភាព logic ចេះនៅវិធីសាស្ត្រនេះអ្នកក៏អាចបង្កើតនូវសមត្ថភាពពិសេសប៉ុន្មានយ៉ាងដែលយើងបានលើកឡើងពីខាងដើមនោះគឺការប្រើប្រាស់វាក្នុងការកំណត់គោលដៅការត្រិះរិះពិចារណារៀនសូត្រអភិវឌ្ឍខ្លួនផ្ដោតទៅលើរឿងអ្វីមួយនិងផ្ដល់ជាមតិយោបល់នៅពេលដែលយើងមានសមត្ថភាពទាំងនេះហើយតើយើងអាចសហការជាមួយគេបានរលូនហើយមែនទេប្រកាសជាមិនបានទេបើទោះបីជាអ្នកមានសមត្ថភាពខ្លាំងជាងគេហើយក៏ដោយប៉ុន្តែដល់ពេលដែលអ្នកធ្វើការងាររួមគ្នាអ្នកនឹងដឹងថាកិច្ចការមិនរលូនទាំងស្រុងឡើយតើមកពីហេតុអ្វីហេតុផលមានច្រើនប៉ុន្តែមួយនៅក្នុងចំណោមហេតុផលទាំងនេះមានហេតុផលមួយដែលសំខាន់ជាងគេហើយត្រូវបានគ្រប់គ្នាមើលរំលងនោះគឺគ្មានគោលដៅរួមគ្នាដូច្នេះហើយបានជាយើងត្រូវធ្វើរឿងមួយទៀតនោះគឺការកំណត់គោលដៅឲ្យបានច្បាស់លាស់នៅពេលដែលអ្នកដឹកនាំក្រុមធ្វើការងារអ្វីមួយគ្រប់គ្នាប្រហែលជាបានប្រព្រឹត្តនៅកំហុសមួយដោយគិតថាគ្រាន់តែហៅអ្នកដែលពាក់ព័ន្ធមកធ្វើការប្រជុំជាមួយគ្នាគឺអូខេទៅហើយប៉ុន្តែតាមពិតទៅមនុស្សដែលអ្នកគិតថាជាអ្នកពាក់ព័ន្ធហើយហៅគេមកប្រជុំនេះមិនប្រកាសថាជាអ្នកអនុវត្តគឺជាក្រុមការងារតែមួយនោះទេតើតែជាមនុស្សដែលមានចិត្តដូចគ្នាគោលដៅរួមគ្នាទើបហៅថាជាក្រុមតែមួយស្រមៃទៅមើលថាអ្នកហៅមនុស្ស4-10នាក់មកអង្គុយនៅក្នុងតុតែមួយប្រជុំអស់រាប់ម៉ោងប៉ុន្តែចិត្តគំនិតរបស់គេមិនស្ថិតនៅលើបន្ទាត់ជាមួយនឹងអ្នកនិយាយឥតបានការអស់ពេលជាច្រើនម៉ោងប៉ុន្តែគ្មានគោលដៅច្បាស់លាស់នោះមានន័យថាអ្នកកំពុងតែធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក John F Kennedy នៅពេលដែលគាត់បានទៅធ្វើទស្សនកិច្ចនៅអង្គការ NASA គាត់បានសួរទៅកាន់អ្នកបោសសម្អាតថាតើលោកកំពុងធ្វើអ្វីនៅទីនេះគាត់បានឆ្លើយថាយើងកំពុងតែបញ្ជូនមនុស្សទៅឋានព្រះច័ន្ទឃើញទេនៅពេលដែលអ្នកមានគោលដៅច្បាស់លាស់នោះគោលដៅនោះនឹងចូលទៅកាន់ខួរក្បាលគំនិតសរសៃឈាមរបស់មនុស្សគ្រប់គ្នាហើយនៅពេលដែលគ្រប់គ្នាបានដឹងច្បាស់ថាយើងចង់បានអ្វីនោះការងារក្រោយៗមកទៀតនឹងរលូនដោយមិនចាំបាច់ចំណាយពេលក្រានរំលឹកច្រើនពេកនោះទេប៉ុន្តែសំណួរមួយសួរថាតើធ្វើបែបណាទើបអាចបញ្ជូននូវគោលដៅដែលយើងបានកំណត់នោះទៅដល់ដៃមនុស្សគ្រប់គ្នាទៅដើម្បីធ្វើរឿងនេះបានអ្នកត្រូវធ្វើឲ្យបាននៅពីរចំណុចដូចខាងក្រោមទី1ត្រូវឲ្យគ្រប់គ្នាបានដឹងពីហេតុផលនៅពីក្រោយកិច្ចការងារនីមួយៗដែលអ្នកបានកំណត់ប្រសិនបើអ្នកចង់បង្កើតកប៉ាល់មួយនោះរឿងទី1ដែលអ្នកត្រូវធ្វើមិនមែនឲ្យគ្រប់គ្នាចេញទៅកាប់ឈើសាងសង់កប៉ាល់នោះទេអ្នកត្រូវប្រាប់ឲ្យគ្រប់គ្នាបានដឹងជាមុនសិនថាយើងចង់សាងសង់កប៉ាល់បែបណាធំប៉ុណ្ណាអាចដាក់មនុស្សបានប៉ុន្មាននាក់ហើយហេតុអ្វីបានជាយើងត្រូវសាងសង់កប៉ាល់នេះធ្វើយ៉ាងណាឲ្យពួកគេបានដឹងច្បាស់នៅអ្វីដែលជាបុព្វហេតុនៅពីក្រោយកិច្ចការងារដែលពួកគេត្រូវធ្វើជាមុនសិនឧទាហរណ៍ថានៅពេលដែលថៅកែរបស់អ្នកប្រាប់ឲ្យអ្នកទៅយកក្រដាសឲ្យគាត់មនុស្សភាគច្រើនគឺស្ទុះទៅភ្លាមទៅយកក្រដាសព្រោះគិតថានេះគឺជាបញ្ជាហើយរឿងតូចតាចបែបនេះមិនចាំបាច់សួរនាំច្រើនទេប៉ុន្តែប្រសិនបើអ្នកគឺជាមនុស្សដែលចង់ធ្វើការងារឲ្យមានប្រសិទ្ធភាពអ្នកគួរតែសួរគាត់ជាមុនសិនថាបងអាចប្រាប់ខ្ញុំបានទេថាបងចង់បានក្រដាសយកទៅធ្វើអ្វីប្រកាសណាស់នេះគ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះតែអ្វីដែលយើងចង់ឲ្យអ្នកចងចាំនៅក្នុងចិត្តនោះគឺមុននឹងធ្វើអ្វីមួយត្រូវដឹងពីហេតុផលនៅពីក្រោយរឿងនេះជាមុនសិនហើយប្រសិនបើអ្នកចងចាំនៅរឿងទាំងនេះយកវាទៅអនុវត្តនៅរាល់ពេលប្រជុំនោះយើងនឹងអាចជៀសវាងនឹងការភ័ន្តច្រឡំបានជាច្រើនដូច្នេះនៅពេលដែលចូលមកដល់បន្ទប់ប្រជុំភ្លាមកុំតន់អាលនិយាយពីអ្វីដែលអ្នកចង់បានប៉ុន្តែសួរទៅកាន់គ្រប់គ្នាសិនថាហេតុអ្វីបានជាយើងត្រូវធ្វើរឿងនេះអ្វីដែលយើងធ្វើនេះតើយើងចង់បានលទ្ធផលបែបណាតើវាមានគោលបំណងអ្វីជាដើមចំណុចសំខាន់ទី2ដែលអាចធ្វើឲ្យគ្រប់គ្នាបានយល់ពីគោលដៅរួមនោះគឺ
ធ្វើការអនុញ្ញាតឲ្យគ្រប់គ្នាចូលរួមនៅក្នុងការកំណត់គោលដៅនេះប៉ុន្តែមិនមែនជាអ្វីដែលអ្នកគិតតែម្នាក់ឯងហើយយកវាមកដាក់នៅលើតុប្រជុំនោះទេអ្នកប្រហែលជាគិតថាមនុស្សច្រើនយ៉ាងនេះឲ្យចូលមកកំណត់គោលដៅរួមគ្នាប្រកាសជាប្រើពេលយូរស្លាប់ហើយថាមិនត្រូវជជែកគ្នាអស់រាប់ម៉ោងទៅហើយនៅតែមិនទាន់រកឃើញគោលដៅរួមផងមិនខុសទេវាចំណាយពេលច្រើនមែនប៉ុន្តែការកំណត់គោលដៅឲ្យបានច្បាស់វាសំខាន់ជាងការប្រជុំទាំងមូលឬអាចនឹងសំខាន់ជាងការអនុវត្តទៅទៀតសាកស្រមៃទៅមើលថាអ្នកឲ្យគ្រប់គ្នាចំណាយពេលរាប់សប្តាហ៍ដើម្បីប្រជុំប៉ុន្តែបែរជាសម្រេចនៅគោលដៅមួយដែលមិនមែនជាអ្វីដែលគ្រប់គ្នាចង់បាននោះមិនខ្ជះខ្ជាយពេលអប្រយោជន៍ទៅហើយទេអីអតីតប្រធានាធិបតីទី16របស់សហរដ្ឋអាមេរិកដែលមានរូបនៅលើក្រដាសប្រាក់$5គឺលោក Abraham Lincoln បាននិយាយថាបើសិនជាឲ្យពេលខ្ញុំ6ម៉ោងដើម្បីកាប់ដើមឈើមួយដើមខ្ញុំនឹងចំណាយពេល5ម៉ោងដើម្បីសម្លៀងពូថៅជាមួយគ្នានេះដែរអ្នកប្រាជ្ញ Albert Einstein បាននិយាយថាបើសិនជាឲ្យពេលខ្ញុំ1ម៉ោងដើម្បីដោះស្រាយបញ្ហាខ្ញុំនឹងចំណាយពេល55នាទីគិតពីបញ្ហានិង5នាទីចុងក្រោយគិតពីដំណោះស្រាយដូច្នេះចំណាយពេលច្រើនទៅលើការកំណត់គោលដៅឲ្យបានច្បាស់ប្រសើរជាងការអនុវត្តការងារដោយគ្មានគោលដៅចុះធ្វើបែបណាទើបអាចរកគោលដៅឃើញទៅអ្នកមាននៅចាំនៅវិធីសាស្ត្រចតុកោណដែលយើងបានលើកឡើងពីខាងលើទេដំបូងមិនមែនជាការយកគោលដៅមកដាក់លើតុឲ្យគ្រប់គ្នាអនុវត្តភ្លាមនោះទេប៉ុន្តែគេបំបែកវាទៅជាដំណាក់កាលហើយសួរសិនថាតើយើងនឹងជួបបញ្ហាអ្វីឲ្យពិតប្រាកដតើមូលហេតុអ្វីដែលយើងមិនអាចដោះស្រាយបញ្ហានេះបានតើដំណោះស្រាយមានអ្វីខ្លះហើយជំហាននៃការដោះស្រាយបញ្ហានីមួយៗគឺជាអ្វីចុងក្រោយទើបកំណត់នៅគោលដៅរួមមួយថាយើងចង់បានបែបណាហើយចាំបំបែកគោលដៅរួមនោះទៅជាគោលដៅតូចៗឲ្យគ្រប់គ្នាអនុវត្តធ្វើបែបនេះទើបគ្រប់គ្នាមានអារម្មណ៍ថាខ្លួនបានចូលរួមក្នុងការកំណត់គោលដៅហើយខ្លួនក៏ជាផ្នែកមួយដែលចូលរួមចំណែកក្នុងការជំរុញការងារមួយនេះឲ្យបានទៅមុខដែរព្រោះវាមិនមែនជាគោលដៅរបស់ថៅកែក្រុមហ៊ុនឬក៏ថ្នាក់លើណាម្នាក់នោះទេវាគឺជាគោលដៅរួមរបស់យើងទាំងអស់គ្នាវាគឺជាអ្វីដែលយើងទាំងអស់គ្នាបានគិតចេញមកដូច្នេះយើងត្រូវមានកាតព្វកិច្ចធ្វើវាឲ្យបានជោគជ័យក្រោយពេលដែលយើងបានកំណត់គោលដៅច្បាស់ហើយនោះតើយើងអាចចេញដំណើរបានហើយមែនទេមិនមែនទេទោះបីជាគ្រប់គ្នាមានគោលដៅរួមគ្នាមួយហើយក៏ដោយប៉ុន្តែមនុស្សម្នាក់ៗមានទម្លាប់ធ្វើការសមត្ថភាពនិងបទពិសោធន៍មិនដូចគ្នាទេដូច្នេះនៅពេលធ្វើការងារជាមួយគ្នាប្រកាសជាមានបញ្ហារកាំរកូសច្រើននៅពេលនេះអ្នកត្រូវមានសមត្ថភាពក្នុងការសម្របសម្រួលលើកទឹកចិត្តនិងជះឥទ្ធិពលដល់ពួកគេចុះធ្វើបែបណាទើបអាចមានសមត្ថភាពទាំងនេះបានយើងចូលមកដល់ផ្នែកចុងក្រោយដែលនឹងនិយាយអំពីតើធ្វើបែបណាទើបអាចជះឥទ្ធិពលដល់អ្នកដទៃយើងមកមើលវិធីសាស្ត្រទី1គឺរៀនសួរសំណួរឲ្យបានត្រឹមត្រូវជាទូទៅបើសិនជាយើងនិយាយដល់ការជះឥទ្ធិពលដល់អ្នកដទៃយើងតែងតែច្រឡំថាតើតែសម្ដីយើងប្រៃបញ្ជាគេបានទើបហៅថាមានឥទ្ធិពលប៉ុន្តែនៅក្នុងភាពជាអ្នកដឹកនាំគេមិនប្រើវិធីសាស្ត្រនេះទេព្រោះវាធ្វើឲ្យមនុស្សមានសម្ពាធនិងមានប្រតិកម្មប្រឆាំងមកវិញព្រោះនេះវានៅតែជាបញ្ជាឬក៏មានថ្នាក់លើថ្នាក់ក្រោមដដែលអញ្ចឹងដើម្បីដឹកនាំអ្នកដទៃឲ្យធ្វើរឿងមួយដែលអ្នកចង់បានដោយមិនចាំបាច់បញ្ជាតើតែអ្នកចេះសួរសំណួរឲ្យបានត្រឹមត្រូវហើយដើម្បីសួរសំណួរឲ្យបានត្រឹមត្រូវអ្នកត្រូវយកចិត្តទុកដាក់ទៅលើ2ចំណុចទី1ត្រូវចាំថាកុំសួរសំណួរបិទត្រូវសួរសំណួរបើកសំណួរបិទគឺជាសំណួរដែលអាចឲ្យគេឆ្លើយត្រឹមតែ yes ឬក៏ no ឬក៏ចម្លើយខ្លីតែប៉ុណ្ណោះឧទាហរណ៍អ្នកសួរគេថាស្អែកប្រជុំម៉ោង8អូខេទេឬក៏សួរថាគោលដៅលក់ខែនេះលក់ឲ្យបាន$5,000ល្អទេបើសិនជាសួរសំណួរបិទបែបនេះស្ដាប់មើលទៅហាក់ដូចជាសំណួរមែនប៉ុន្តែអ្នកបានបង្ខំឲ្យគេទទួលយកនៅគំនិតរបស់អ្នកបាត់ទៅហើយអ្នកអាចសាកល្បងសួរសំណួរបើកបែបនេះវិញតើស្អែកនេះយើងប្រជុំគ្នាម៉ោងប៉ុន្មានល្អឬក៏ថាតើយើងទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគោលដៅលក់នៅក្នុងខែនេះអ្នកត្រូវតែសួរគេបែបនេះដើម្បីឲ្យគេនិយាយចេញមកនៅគំនិតនិងការយល់ឃើញរបស់គេមិនមែនគ្រាន់តែឲ្យគេឆ្លើយ yes ឬក៏ no ហើយចប់នោះទេចំណុចទី2ដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺបកស្រាយនៅការយល់ឃើញឬក៏គំនិតរបស់អ្នកឲ្យបានច្បាស់លាស់ប៉ុន្តែមិនមែនឲ្យគេទាយនោះទេឧទាហរណ៍ថា
ស្វាមីមកពីធ្វើការហត់មកដល់ផ្ទះភ្លាមហើយក៏បានសួរសំណួរទៅកាន់ភរិយាថាហើយអ្វីក៏ផ្ទះរញ៉េរញ៉ៃម្លេះភរិយាក៏បានឆ្លើយថាលោកប្តីខ្ញុំនៅផ្ទះធ្វើការងារ100ជំពូកមើលកូនផងបោកខោអាវផងបងមកដល់ផ្ទះភ្លាមមិនជួយធ្វើការងារគ្នាទេបែរជាមកសួរសំណួរបែបនេះទៅវិញនិយាយចុះនិយាយឡើងបែរជាបង្កទៅជាចំនួនកាត់មានឡើងតាមពិតទៅស្វាមីមិនចង់បានន័យបែបនេះទេប៉ុន្តែការចាប់ផ្ដើមនៃការសន្ទនាដែលមិនត្រឹមត្រូវវាបាននាំរឿងបាត់ទៅហើយនៅក្នុងសាច់រឿងនេះបើអ្នកជាស្វាមីអ្នកគួរតែបដូរនៅវិធីសាស្ត្រក្នុងការសួរបែបនេះវិញអូនសម្លាញ់មានការងារអ្វីឲ្យបងធ្វើទេបងបដូរខោអាវហើយបន្តិចទៀតយើងមកធ្វើម្ហូបញ៉ាំជាមួយគ្នាយ៉ាងម៉េចដែរដូច្នេះបើសិនជាអ្នកចង់ឲ្យមានឥទ្ធិពលលើអ្នកដទៃអ្នកត្រូវធ្វើយ៉ាងណាឲ្យគេគិតថាវាគឺជាការសហការគ្នាប៉ុន្តែមិនមែនជាការបញ្ជានោះទេប៉ុន្តែពេលខ្លះនៅក្នុងចិត្តរបស់អ្នកមានចម្លើយរួចទៅហើយឬក៏អ្នកបានគិតឃើញនៅដំណោះស្រាយដែលល្អជាងគេមួយទៅហើយនោះអ្នកមិនចាំបាច់សួរយោបល់គ្រប់គ្នាក៏បានដែរអ្នកអាចចែករំលែកនៅចម្លើយរបស់អ្នកទៅកាន់គ្រប់គ្នារួចចាំអង្កេតមើលពីប្រតិកម្មពួកគេមកវិញប៉ុន្តែនៅត្រង់ចំណុចនេះក៏ឧស្សាហ៍មានការភ័ន្តច្រឡំច្រើនដែរឧទាហរណ៍នៅពេលដែលអ្នកលើកឡើងនៅចម្លើយរបស់អ្នកប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាខ្ញុំគិតថារឿងនេះយើងគួរតែចុះធ្វើការសិក្សាពីតម្រូវការអតិថិជនជាមុនអញ្ចឹងសូមអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំពេលនេះវាហាក់ដូចជានៅតែបញ្ជាគេឲ្យធ្វើតាមគំនិតរបស់អ្នកដដែលដែលធ្វើឲ្យគ្រប់គ្នាភាគច្រើនមិនសូវជាសប្បាយចិត្តធ្វើការសហការជាមួយអ្នកនោះទេសំអាងអីប្រាប់គេឲ្យធ្វើនេះធ្វើនោះនៅត្រង់ចំណុចនេះអ្នកនិពន្ធចង់បញ្ជាក់ប្រាប់យើងថាត្រូវបែងចែកឲ្យដាច់រវាងការលើកឡើងពីគំនិតរបស់អ្នកនិងការដែលប្រាប់ពីគំនិតអ្នកទៅកាន់មនុស្សគ្រប់គ្នាពីរនេះគឺមិនដូចគ្នាទេការដែលអ្នកប្រាប់ពីគំនិតអ្នកទៅកាន់អ្នកដទៃវាស្មើនឹងនិយាយថានេះគឺជាគំនិតល្អអ្នកត្រូវតែធ្វើបែបនេះតែការដែលលើកឡើងពីគំនិតរបស់អ្នកទៅប្រាប់អ្នកដទៃគឺបង្ហាញថាខ្ញុំមានគំនិតមួយអ្នកទាំងអស់គ្នាស្ដាប់ទៅមើលតើយល់យ៉ាងណាដែរហើយយើងនឹងមកធ្វើការសម្រេចចិត្តទាំងអស់គ្នាត្រង់នេះអ្នកនិពន្ធចង់ឲ្យអ្នកចងចាំនៅពាក្យមួយនោះគឺបើសិនយើងគ្មានអ្វីល្អជាងនេះនោះទេតើអាចធ្វើបែបនេះបានទេឧទាហរណ៍ដូចជាបើសិនជាគ្មានវិធីដែលល្អជាងនេះតើយើងអាចសុំយោបល់ពីថ្នាក់លើបន្តិចសិនចាំធ្វើការសម្រេចចិត្តបានទេការដែលចេះសួរសំណួរបែបនេះគឺបង្កប់នូវអត្ថន័យពីរយ៉ាងទី1បើគ្មានវិធីល្អជាងនេះទេមានន័យថាអ្នកបានសួរយោបល់ពីគ្រប់គ្នាហើយបើមានសូមធ្វើការលើកឡើងមកប៉ុន្តែបើគ្មានទេខ្ញុំសូមផ្ដល់ជាយោបល់ថាយើងគួរតែសុំយោបល់ពីថ្នាក់ដឹកនាំឬក៏ថ្នាក់លើសិនចាំធ្វើការសម្រេចចិត្តហើយពាក្យថាបានទេក៏បានបង្កប់នូវអត្ថន័យមួយដែរគឺសុំនៅការឯកភាពពីអ្នកទាំងអស់គ្នាវាមិនមែនជាគំនិតរបស់ខ្ញុំតែម្នាក់ឯងនោះទេខ្ញុំគ្រាន់តែលើកឡើងនៅការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះតើអ្នកទាំងអស់គ្នាឯកភាពឬក៏អត់អ្វីដែលអ្នកគួរចាំមិនភ្លេចនោះបើទោះបីជានៅក្នុងចិត្តរបស់អ្នកមានចម្លើយហើយក៏ដោយសូមកុំប្រញាប់យកចម្លើយរបស់អ្នកមកដាក់នៅលើតុឲ្យគ្រប់គ្នាពិភាក្សាឲ្យសោះអ្វីដែលអ្នកត្រូវធ្វើគឺបង្កើតបរិយាកាសមួយឲ្យគ្រប់គ្នាជជែកវែកញែកនៅបញ្ហាទាំងនេះដើម្បីស្វែងរកដំណោះស្រាយដែលល្អជាងនេះទោះបីជាចុងក្រោយការសម្រេចចិត្តនោះមិនមែនជាគំនិតរបស់អ្នកក៏ដោយក៏អ្នកត្រូវតែបើកចិត្តទទួលយកវាដែរព្រោះគោលដៅរបស់យើងគឺឲ្យគ្រប់គ្នាមានការសម្រេចចិត្តរួមគ្នាមួយប៉ុន្តែមិនមែនឲ្យធ្វើតាមចិត្តរបស់អ្នកនោះទេចំណុចទី3ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់អ្នកដទៃនោះគឺត្រូវធ្វើជាគំរូឲ្យគេមើលវិធីនៅក្នុងការលើកទឹកចិត្តបុគ្គលិកដែលល្អបំផុតគឺធ្វើជាគំរូដល់ពួកគេដើម្បីបង្កើនឥទ្ធិពលរបស់អ្នកត្រូវធ្វើឲ្យបាននៅពីរចំណុចនេះគឺធ្វើឲ្យគេឃើញនិងធ្វើឲ្យហួសពីការរំពឹងទុករបស់គេមាន CEO ក្រុមហ៊ុនម្នាក់នៅពេលដើរចេញពីជណ្ដើរយន្តស្រាប់តែឃើញក្រណាត់ជូតជើងរហែកគាត់ក៏ទៅយកស្កុតមកបិទហើយគាត់សង្ឃឹមថាលើកក្រោយបុគ្គលិកនឹងយកចិត្តទុកដាក់ទៅលើរឿងនេះដោយមិនចាំបាច់គាត់ប្រាប់នោះទេប៉ុន្មានខែក្រោយមកក្រណាត់ជូតជើងនៅតែរហែកដដែលគាត់ឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីគ្រប់គ្នាមិនមានការភ្ញាក់រលឹកទាល់តែសោះអញ្ចឹងក្រោយមកគាត់ក៏ទៅយកស្កុតពីផ្ទះហើយមកអង្គុយបិទក្រណាត់ជូតជើងនោះនៅមុខបុគ្គលិកតែម្ដងដល់ពេលបុគ្គលិកឃើញបែបនេះក៏នាំគ្នាមកជួយបិទហើយអ្នកផ្សេងឃើញបែបនេះក៏រអៀសខ្លួនដែរនៅពេលដែលឃើញ CEO មកធ្វើនៅរឿងបែបនេះ
បញ្ហាត្រង់ថាមកពីលើកមុន CEO មិនបានធ្វើរឿងនេះឲ្យបុគ្គលិកឃើញនោះទេទី2គឺធ្វើឲ្យហួសពីការរំពឹងទុករបស់គេបើសិនអ្នកគឺជា CEO ហើយពេលចេញពីធ្វើការអ្នកបែរជាមកប្រមូលកែវកាហ្វេដែលគ្រប់គ្នាផឹកនៅសល់យកទៅដាក់នៅក្នុងធុងសម្រាមនោះម្ដងជាពីរដងបុគ្គលិកនឹងរអ៊ីខ្លួនហើយនឹងយកសម្រាមឬក៏កាហ្វេដែលខ្លួនបានផឹកសល់នោះទៅបោះចោលដោយខ្លួនឯងអ្នកមិនចាំបាច់ហត់លើកយកវាមកនិយាយនៅក្នុងអង្គប្រជុំនោះទេនេះហៅថាធ្វើឲ្យហួសពីការរំពឹងទុកព្រោះតំណែងជា CEO អ្នកមិនគួរមកធ្វើការងារបែបនេះឡើយខាងលើនេះគឺជាខ្លឹមសារសំខាន់ៗដែលយើងបានសង្ខេបចេញពីសៀវភៅ Getting It Done ដែលសៀវភៅនេះបង្រៀនយើងពីរបៀបដឹកនាំមនុស្សឲ្យធ្វើរឿងដែលយើងចង់ធ្វើយើងមករំលឹកត្រួសត្រាសឡើងវិញបន្តិចបើសិនអ្នកចង់ដឹកនាំមនុស្សមួយក្រុមឲ្យជាសហការគ្នាធ្វើការងារជាមួយគ្នាមិនចាំបាច់តតែអ្នកគឺជាអ្នកដឹកនាំនោះទេប៉ុន្តែអ្នកត្រូវចេះប្រើប្រាស់វិធីដ៏ត្រឹមត្រូវក្នុងការជះឥទ្ធិពលដល់អ្នកដទៃដើម្បីសម្រេចនូវគោលដៅរួមមួយដែលអ្នកចង់បានហើយដើម្បីអាចជះឥទ្ធិពលដល់អ្នកដទៃអាចដឹកនាំអ្នកដទៃបានគឺត្រូវធ្វើនៅរឿង3យ៉ាងនេះទី1ត្រូវចេះបង្កើនសមត្ថភាពខ្លួនឯងដែលក្នុងនោះមានសមត្ថភាព5ដែលយើងត្រូវដុសខាត់ខ្លួនឯងនោះគឺសមត្ថភាពក្នុងការកំណត់គោលដៅសមត្ថភាពក្នុងការត្រិះរិះពិចារណាសមត្ថភាពក្នុងការសិក្សាអភិវឌ្ឍខ្លួនសមត្ថភាពក្នុងការយកចិត្តទុកដាក់ទៅលើរឿងអ្វីមួយនិងចុងក្រោយគឺជាសមត្ថភាពក្នុងការផ្ដល់មតិយោបល់ដើម្បីស្ថាបនាទី2បន្ទាប់ពីធ្វើខ្លួនឲ្យមានសមត្ថភាពហើយអ្នកត្រូវចេះកំណត់នូវគោលដៅរួមមួយជាមួយនឹងមនុស្សដែលធ្វើការងារជាមួយគ្នាដើម្បីឲ្យគ្រប់គ្នាបានដឹងថាតើគ្រប់គ្នាគួរធ្វើអ្វីហើយគោលដៅរួមនេះគឺជាអ្វីដែលកំណត់ដោយអ្នកទាំងអស់គ្នាមិនមែនជាគំនិតដែលចេញតែពីអ្នកតែម្នាក់ឯងនោះទេហើយចុងក្រោយអ្នកត្រូវមានសមត្ថភាពក្នុងការជះឥទ្ធិពលដល់អ្នកដទៃតាមរយៈការសួរសំណួរផ្ដល់ជាមតិយោបល់និងចេះធ្វើជាគំរូដ៏ល្អទៅកាន់អ្នកគ្រប់គ្នាសូមអរគុណចំពោះការតាមដាននិងចំណាយពេលស្ដាប់របស់អ្នកទាំងអស់គ្នាអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងសប្ដាហ៍នេះជួបជាមួយនាងខ្ញុំនៅសប្ដាហ៍ក្រោយជាមួយនឹងសៀវភៅថ្មីមួយក្បាលផ្សេងទៀតពីនាងខ្ញុំ Clara សូមអរគុណសូមជម្រាបលា